ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងលើកយកខ្សែបាតដៃ3ចំណុចមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ក្នុង3ចំណុចនេះពិសេសណាស់ពុកម៉ែបងប្អូនបើមានខ្សែបាតដៃ3ចំណុចនេះពុកម៉ែបងប្អូនអាចនឹងក្លាយជាគ្រូមើលខ្សែបាតដៃឬក៏គ្រូហោរាសាស្ត្រចាគ្រូផ្សេងទៀតចំណុចដែលអាចក្លាយជាគ្រូមើលខ្សែបាតដៃគឺមានវិញ្ញាណពិសេសមានវិញ្ញាណដងមុតស្រួចឆាប់យល់ដឹងពីស្ថានភាពជុំវិញនិងយល់អារម្មណ៍អ្នកដទៃចំពោះគ្រូទស្សន៍ទាយមានច្រើនយ៉ាងមានគ្រូហោរាសាស្ត្រនិងគ្រូផ្សេងទៀតពុកម៉ែបងប្អូនមួយចំនួនបានស្គាល់រួចមកហើយចំណែកខ្ញុំជាគ្រូមើលខ្សែបាតដៃតលតែមើលខ្សែបាតដៃទើបដឹងពីជោគវាសនារបស់បុគ្គលម្នាក់ហើយខ្ញុំក៏ចេះមើលទិសដៅដែរចាឧទាហរណ៍ឆ្នាំនឹងគួរទៅទិសណាចាទិសដៅគឺទិសខាងលិចខាងកើតខាងត្បូងខាងជើងបងប្អូនចាឧទាហរណ៍ឆ្នាំនឹងគួរទៅទិសណាល្អបើសិនជាធ្វើដំណើរទៅទិសល្អគឺធ្វើឲ្យរាសីយើងឡើងចាប៉ុន្តែបើសិនជាទៅទិសមិនល្អគឺទិសដែលឆុងអាចនឹងធ្វើឲ្យរាសីយើងធ្លាក់ចុះសូមបញ្ជាក់ជូនបងប្អូនបន្តិចទៀតថាយើងធ្វើដំណើរឬក៏យើងដើរកម្សាន្តចាដើរកម្សាន្តទៅទិសណាល្អមិនថាក្នុងប្រទេសឬក្រៅប្រទេសទេចានៅវីដេអូក្រោយៗខ្ញុំនឹងចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ខ្លះចាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំនឹងលើកយកខ្សែបាតដៃ3ចំណុចមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់បើពុកម៉ែបងប្អូនមានខ្សែបាតដៃ3ចំណុចនេះអាចនឹងក្លាយជាគ្រូមើលខ្សែបាតដៃដំបូងចំណុចទី1គឺខ្សែខួរក្បាលវែងដូចក្នុងរូបភាពអញ្ចឹងពុកម៉ែបងប្អូនខ្សែខួរក្បាលវែងគឺវែងលូតដល់ទល់ច័ន្ទត្រង់ចំណុចរង្វង់ហ្នឹងគឺទល់ច័ន្ទណាពុកម៉ែបងប្អូនបុគ្គលដែលមានខ្សែខួរក្បាលវែងប្រភេទនេះភាគច្រើនយល់ដឹងយល់ឃើញខាងវិញ្ញាណគឺមានវិញ្ញាណពិសេសអាចមើលដឹងយល់អារម្មណ៍អ្នកដទៃអ្នកខ្លះអាចមើលឃើញអ្វីដែលយើងធម្មតាមើលមិនឃើញបើតាមគ្រូមើលខ្សែបាតដៃខ្លះគាត់និយាយថាដំបូងគាត់មិនមានខ្សែខួរក្បាលវែងទេប៉ុន្តែគាត់មានចំណាប់អារម្មណ៍ខាងមើលខ្សែបាតដៃឬក៏គ្រូហុងស៊ុយអញ្ចឹងវិញ្ញាណអារម្មណ៍របស់គាត់ផ្ដោតទៅខាងនឹងយូរទៅខ្សែខួរក្បាលរបស់គាត់ផ្លាស់ប្ដូរតភ្ជាប់ទៅជាខ្សែកាន់តែវែងបន្តិចម្ដងចាអញ្ចឹងមានន័យថាអ្នកខ្លះមានខ្សែខួរក្បាលវែងតាំងពីកំណើតអ្នកខ្លះទៀតមានចំណាប់អារម្មណ៍មើលខ្សែបាតដៃស្រាប់តែខ្សែខួរក្បាលនេះវែងបន្តិចម្ដងហើយត្រង់ចំណុចទល់ច័ន្ទនេះមានអត្ថន័យខាងវិញ្ញាណមានវិញ្ញាណដ៏មុតស្រួចទទួលអារម្មណ៍ប្លែកអ្នកខ្លះពូកែនិយាយទំនាក់ទំនងនឹងអ្នកដទៃយ៉ាងប៉ិនប្រសប់គ្រូភាគច្រើនពូកែពាក្យសម្ដីនិយាយទៅកាន់ភ្ញៀវយល់អារម្មណ៍ភ្ញៀវអ្នកខ្លះទៀតមានខ្សែបាតដៃខាងឆ្វេងគឺមានខ្សែខួរក្បាលវែងអ្នកខ្លះទៀតដៃខាងស្ដាំមានខ្សែខួរក្បាលវែងមធ្យមបើមានខ្សែប្រភេទនេះគឺមានទេពកោសល្យខាងមើលខ្សែបាតដៃចាអញ្ចឹងបន្តមកទៀតចំណុចទី2គឺខ្សែអិនធនូនេះជាខ្សែប្លែកណាស់មិនសូវមានទេខ្សែនេះមានរាងដូចអិនធនូផងរាងដូចធ្នូផងខ្សែនេះកម្រនឹងជួបកម្រនឹងមានណាបុគ្គលដែលមានខ្សែអិនធនូនេះមានវិញ្ញាណពិសេសមានវិញ្ញាណទី6អាចមើលដឹងយល់ដឹងពីស្ថានភាពជុំវិញយល់ពីអារម្មណ៍អ្នកដទៃអាចយល់ដឹងឬក៏មើលឃើញអ្វីដែលមនុស្សធម្មតាមើលមិនឃើញហើយមានទេវតាតាមជួយថែរក្សាអាចមើលដឹងយល់ឃើញអ្វីដែលប្លែកដែលមនុស្សធម្មតាមិនអាចយល់ដឹងគឺជាខ្សែពិសេសខ្លាំងណាស់បើពុកម៉ែបងប្អូនមានខ្សែអិនធនូនេះអាចនឹងក្លាយជាគ្រូមើលខ្សែបាតដៃចាអញ្ចឹងគឺជាខ្សែល្អខ្លាំងណាស់ពុកម៉ែបងប្អូនអញ្ចឹងបន្តមកទៀតចំណុចទី3គឺខ្សែបេះដូង3មេជា3ខ្សែបេះដូងគឺតាក់ទងនឹងចិត្តតាក់ទងនឹងអារម្មណ៍របស់បុគ្គលម្នាក់បុគ្គលដែលមានខ្សែបេះដូង3មេជា3គឺពូកែយល់អារម្មណ៍យល់ចិត្តអ្នកដទៃមានទឹកចិត្តស្រឡាញ់អាណិតមេត្តាធម៌មិនមែនតែខ្សែបែកមេជា3ទេខ្សែបែកមេជា2ក៏ល្អដែរពុកម៉ែបងប្អូនចាអញ្ចឹងសូមបញ្ជាក់ម្ដងទៀតបើសិនជាពុកម៉ែបងប្អូនអត់មានខ្សែបែកមេជា3
ខ្សែ3បីជា2ក៏ល្អដែរចាបើមានខ្សែបេះដូងប្រភេទនេះមួយចំណុចទៀតពិតជាល្អអស្ចារ្យខ្លាំងណាស់លោកអ្នកនឹងក្លាយជាគ្រូមើលខ្សែបាត់ដៃដ៏ល្អម្នាក់ខ្សែបេះដូងមិនមែនជាចំណុចខាងយល់ដឹងខាងវិញ្ញាណនោះទេប៉ុន្តែខ្សែបេះដូងជាខ្សែតាក់ទងនឹងចិត្តតាក់ទងនឹងអារម្មណ៍មានទឹកចិត្តអាណិតមេត្តាទឹកចិត្តស្រឡាញ់ជាបុគ្គលមានគុណធម៌ល្អមិនគិតតែពីអារម្មណ៍ឬក៏ប្រយោជន៍របស់ខ្លួនប៉ុណ្ណោះទេគឺពូកែយល់អារម្មណ៍អ្នកដទៃគិតពីអារម្មណ៍អ្នកដទៃជាបុគ្គលមានទឹកចិត្តកក់ក្ដៅហើយក៏ជាបុគ្គលរស់រាយទៀតផងចាអញ្ចឹងចំណុចទី1ខ្សែខួរក្បាលដែលវែងចំណុចទី2ខ្សែឥន្ធនូចំណុចទី3ខ្សែបេះដូង3មេឃជា3ចាអញ្ចឹងបើពុកម៉ែបងប្អូនមានខ្សែ3ចំណុចនេះអាចនឹងក្លាយជាគ្រូមើលខ្សែបាត់ដៃដ៏ល្អម្នាក់ប៉ុន្តែមិនមែនមានតែខ្សែប៉ុណ្្នឹងទេពុកម៉ែបងប្អូនមានខ្សែល្អៗជាច្រើនទៀតអាចនឹងក្លាយជាគ្រូមើលខ្សែបាត់ដៃឬក៏គ្រូមើលហុងស៊ុយចាអញ្ចឹងទោះបីពុកម៉ែបងប្អូនមិនមានខ្សែទាំង3ចំណុចនេះក៏ដោយមានតែមួយចំណុចឬ2ចំណុចក៏ល្អដែរឧទាហរណ៍ពុកម៉ែបងប្អូនមានតែខ្សែខួរក្បាលវែងក៏ជាចំណែកមួយដែលពុកម៉ែបងប្អូនមានចំណុចពិសេសមានវិញ្ញាណពិសេសបុគ្គលប្រភេទនេះពូកែខាងច្នៃប្រឌិតមានសមត្ថភាពពិសេសជាច្រើនទៀតហើយពុកម៉ែបងប្អូនដែលមានខ្សែឥន្ធនូពិតជាល្អខ្លាំងណាស់ខ្សែនេះមានវិញ្ញាណពិសេសមានវិញ្ញាណទី6ជាខ្សែកម្រមានជនជាតិជប៉ុនភាគច្រើនបើមានខ្សែឥន្ធនូនេះគឺម្ចាស់ខ្លួនត្រេកអរណាស់ព្រោះជាខ្សែដ៏ពិសេសមានវិញ្ញាណពិសេសជាខ្សែដែលកម្រមានជាខ្សែដែលប្លែកបែបនេះហើយបើនរណាម្នាក់មានខ្សែឥន្ធនូនេះគឺគេត្រេកអរខ្លាំងណាស់គ្រូមើលខ្សែបាត់ដៃភាគច្រើនចង់បានខ្សែឥន្ធនូនេះចាអញ្ចឹងពុកម៉ែបងប្អូនទោះបីมันមានខ្សែទាំង3ចំណុចនេះក៏ដោយមានតែមួយចំណុចក៏ល្អខ្លាំងណាស់ដែរប៉ុន្តែបើសិនជាមានទាំង3ចំណុចនេះសូមជួយអបអរពិតជាល្អប្រសើរខ្លាំងណាស់ចាអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំសូមបញ្ចប់តែត្រឹមនេះនៅវីដេអូក្រោយៗខ្ញុំនឹងលើកយកខ្សែបាត់ដៃដែលប្លែកៗមកចែកជូនពុកម៉ែបងប្អូនឲ្យបានស្គាល់ហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានវីដេអូរបស់នាងខ្ញុំបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍សូមជួយឲ្យមេដៃនិងចុចសញ្ញាកណ្ដឹងជាការលើកទឹកចិត្តហើយនឹងទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀតសូមអរគុណជូនពរសំណាងល្អទាំងអស់គ្នា